បន្ទាប់ពីការនិយាយពីនេះវិជាក៏ដូចជារូបវិជាអស់មកខ្ញុំនឹងមកនិយាយអំពីជីវវិទ្យាដែលសារជីវវិទ្យាគឺវាច្រើនទាំងសំណួរច្រើនទាំងលំហាត់ដូចគ្នាវាសមាមាត្រគ្នាប៉ុន្តែរូបភេទនិងគីមីគឺភាគច្រើនលំហាត់ច្រើនជាងការតែងមេរៀនក៏ដូចជាសំណួរចម្លើយហ្នឹងអញ្ចឹងមុខវិជ្ជាជីវៈគឺសំខាន់ដូចគ្នាខ្ញុំក៏ធ្លាប់បាននិយាយអំពីមុខវិជ្ជាជីវៈដូចគ្នាអ្នកអាច scroll មកវីដេអូចាស់ៗរបស់ខ្ញុំបានហើយថ្ងៃហ្នឹងគឺខ្ញុំចង់មកប្រាប់ពីកលឹះមួយចំនួនដែលខ្ញុំទទួលបាននិទេសមួយដែលល្អពីសិស្សម្នាក់ដែរមិនសូវជាបកាយជីវៈទេហើយណាមួយពីទី11មកគឺមេរៀនអត់មានបតិកលាគ្នាអីខ្លាំងទេជាមួយនឹងទី12អញ្ចឹងមេរៀនចេញមកគឺវាថ្មីទាំងអស់យើងត្រូវរៀនថ្មីទាំងអស់ខុសពីទី11អញ្ចឹងដំណើរការនៃការធ្វើវិញ្ញាសាក៏ដូចជាដំណើរការនៃការមើលមេរៀនរបស់ខ្ញុំគឺខ្ញុំរៀនតាំងពីដើមឆ្នាំហើយតែលោកគ្រូជីវៈខ្ញុំហ្នឹងហ្មងគឺគាត់បញ្យល់បានក្បោះក្បាយជាមួយនឹងមេរៀនជីវៈហ្នឹងហើយគាត់បានរៀបចំមេរៀនយ៉ាងលម្អិតក៏ដូចជាមានរបៀបរៀបរយឲ្យខ្ញុំរៀនស្រួលខ្លាំងមែនតើហ្មងទាំងមេរៀនតទៅជាមួយនឹងលំហាត់ហើយនឹងមេរៀនមានសំណួរចម្លើយសុទ្ធដំណើរការនៃការរៀនហ្នឹងគឺខ្ញុំតែងតែបាននៅក៏ដូចជាវិញ្ញាសាគឺលោកគ្រូគាត់ចែកឲ្យយើងធ្វើហ្មងថាឲ្យសំណួរចេញបែបនេះក៏ដូចជាមានលំហាត់បែបនេះយើងត្រូវតាច្មិចពីវិធីនៅក្នុងការដោះស្រាយពុជីវៈលំហាត់គឺយើងត្រូវមានវិធីនៅក្នុងការដោះស្រាយយើងអត់យល់អីគឺយើងព្យាយាមសួរគាត់ហ្មងតើជាមួយនឹងការខ្ញុំប្រឡងទី12ខ្ញុំបានមើលសភៅ444សំណួរនេះហើយខ្ញុំក៏បានមើលនៅសភៅនេះដែរប៉ុន្តែខ្ញុំគិតថាសភៅពណ៌ខៀវនេះរបស់លោកគ្រូទូផនេះគឺខ្ញុំមើលបានភាគតិចបំផុតដោយសារតាសភៅហ្នឹងខ្ញុំអត់បានទិញទេខ្ញុំខ្ចីពីមិត្តភ័ក្ដិខ្ញុំហ្នឹងហើយហើយនឹងសភៅរូបមន្តទូនេះមួយទៀតដោយសារសភៅហ្នឹងគឺជួយខ្ញុំខ្លាំងមែនតើនៅពេលដែលខ្ញុំរៀងរអាក់នៅក្នុងការធ្វើលំហាត់អីចឹងខ្ញុំបើកទៅសភៅហ្នឹងមើលមានវិចារមានដូចជាសរសេររូបមន្តអីផ្សេងក៏ដូចជាមានការបញ្យល់យើងក្បោះក្បាយតទៅជាមួយនឹងរូបមន្តនៅក្នុងការប្រើប្រាស់នៅក្នុងជីវៈនឹងឯងថាជាចៃដន្យដែរដោយសារសភៅហ្នឹងក៏ខ្ញុំមិនទៅទិញដើម្បីបានសភៅហ្នឹងដែរគឺខ្ញុំទៅទិញតែសភៅ444សំណួរទេប៉ុន្តែជាកសលក៏ខ្ញុំបានទៅមើលទៅ check ឃើញសភៅហ្នឹងក៏ខ្ញុំយកមកអញ្ចឹងការរៀនជីវៈរបស់ខ្ញុំដំណើរការគឺវាអត់មានអីច្រើនទេដែលយើងត្រូវតែកំណត់ខ្លួនឯងថាមួយថ្ងៃយើងត្រូវតែទិញមេរៀនប្រហែលសំណួរហ្នឹងហើយប៉ុណ្ណឹង